ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំសវណ្ណរីនឹងសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទៅលេងចំការផ្កានៅប្រទេសហូឡង់ហើយចំការផ្កានេះដែរត្រូវបានទទួលស្គាល់ថាគឺជាចំការផ្កាដែលធំមួយនៅក្នុងប៉ែកអឺរ៉ុបចំការផ្កាឈ្មោះថា Keukenhof ដែលមានរយៈចម្ងាយប្រហែលជា40គីឡូម៉ែត្រពីទីក្រុងអាំស្ទ័រដាមតម្លៃសំបុត្រសម្រាប់ចូលទៅទស្សនា35យូរ៉ូសម្រាប់មនុស្សធំនិង15យូរ៉ូសម្រាប់កូនក្មេងបើសិនជាចង់ចំណេញលុយទិញសំបុត្រតាមអនឡាញបើកក់សំបុត្រតាមអនឡាញមនុស្សធំ33យូរ៉ូកូនក្មេង12យូរ៉ូហើយគេ free ថ្លៃជិះឡានក្រុងទាំងទៅនិងមកសួនច្បារកែវកន្ហូហ្វបង្ហាញចំនួនអំពូលផ្កាប្រហែលជាង7លានតងក្នុងមួយឆ្នាំព្រមទាំងមានផ្កាធូលីបនឹងជាង800ប្រភេទចំណុចសំខាន់របស់សួនច្បារនេះគឺផ្កាធូលីបសួនផ្កានេះដែរត្រូវបានបើកឲ្យចូលទៅទស្សនាចាប់ពីថ្ងៃទី19ខែ3រហូតដល់ថ្ងៃទី10ខែ5សួនច្បារកែវកន្ហូហ្វចាប់ផ្ដើមបើកពេលព្រឹកព្រលឹមនៅម៉ោង8និងបិទទៅវិញនៅម៉ោង7ល្ងាចហើយអ្នកដែលចង់ចូលក្រោយគេបំផុតដែលអាចចូលបាននោះត្រឹមតែម៉ោង6:15នាទីតែប៉ុណ្ណោះចំណុចសំខាន់ដែលពុកម៉ែបងប្អូនចង់មកលេងសួនឧទ្យានផ្កានេះគួរតែដឹងមានដូចជាទី1យើងប្រើទិញរបស់របរឬក៏ធ្វើអ្វីមួយតាមអនឡាញវាមានតម្លៃធូរថ្លៃជាងយើងឲ្យលុយសុទ្ធទៅគេចំណុចទី2ទោះបីជាយើងប្រើវីសាកាតទិញនៅជាមួយបុគ្គលិកគេឈរលក់នៅទីនោះក៏ដោយក៏នៅតែថ្លៃដដែលព្រោះគេជំរុញលើកទឹកចិត្តយើងឲ្យទិញតាមអនឡាញពេលវេលាដែលល្អបំផុតក្នុងការមកទស្សនាផ្កាធូលីបហ្នឹងគឺនៅពាក់កណ្ដាលខែ4ហើយនិងដើមខែ5នៅក្នុងសួនផ្កាគឺមានមនុស្សច្រើនខ្លាំងមែនតែនតែប្រសិនបើយើងអត់ចង់ជួបមនុស្សច្រើនយើងទៅមុនម៉ោង10ឬក៏ក្រោយពីម៉ោង4